ួស្តីអ្នកទាំងអស់គ្នានៅសប្តាហ៍នេះយើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថាពិភពលោក5000ថ្ងៃក្រោយដែលជាស្នាដៃនិពន្ធរបស់អ្នកព្យាករណ៍អនាគតដ៏ល្បីល្បាញគឺលោក Kevin Kelly ឬហៅកាត់ថា KK កាលពីឆ្នាំ2004គាត់បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា Out of Control ដែលពេលនោះអ៊ីនធឺណិតមិនទាន់មានការរីកចម្រើនដូចពេលនេះនៅឡើយទេហើយទូរស័ព្ទ smartphone ក៏មិនទាន់មានកាន់គ្រប់ដៃដូចសពថ្ងៃនេះដែរប៉ុន្តែសៀវភៅ Out of Control ដែលគាត់បានសរសេរនៅពេលនោះបានធ្វើការព្យាករណ៍នៅរឿងរ៉ាវនឹងការអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនដែលក្រោយមកវាបានកើតឡើងពិតមែននៅក្នុងជីវិតរស់នៅរបស់យើងដូចជាបច្ចេកវិទ្យា Cloud Computing, Internet of Things, Cryptocurrency និងបច្ចេកវិទ្យា AR, VR ជាដើមKK មិនត្រឹមតែធ្វើការព្យាករណ៍ពីការកើតឡើងនិងការរីកចម្រើននៃបច្ចេកវិទ្យាទាំងនោះប៉ុណ្ណោះទេថែមទាំងបានធ្វើការព្យាករណ៍ពីរបៀបធ្វើជំនួញនៅថ្ងៃអនាគតដោយបានលើកឡើងនូវសេដ្ឋកិច្ចឥតគិតថ្លៃ Free Economy ដែលជាទំនោរឬនិន្នាការមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗប្រើប្រាស់ក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃដើម្បីទទួលបានផលប្រយោជន៍និងលាភសក្ការៈហើយគាត់ក៏បានទូទាយដឹងមុនដែរថានៅក្នុងតារាងមហាសេដ្ឋីលំដាប់នៅក្នុងពិភពលោកភាគច្រើនសុទ្ធតែជាអ្នកមកពីវិស័យបច្ចេកវិទ្យាដូចជា Elon Musk, Bill Gates, Jeff Bezos ជាដើមក្នុងរយៈពេលជាង20ឆ្នាំមកនេះអ្វីដែល KK បានធ្វើការព្យាករណ៍ទុកជាមុនបានកើតឡើងម្ដងមួយជាបន្តបន្ទាប់ពិតជាអស្ចារ្យពេកហើយមនុស្សគ្រប់គ្នានៅក្នុងលោកនាំគ្នាបើកភ្នែកធំរងចាំមើលថាអ្វីដែលគាត់ព្យាករណ៍អាចនឹងកើតឡើងដូចអ្វីដែលគាត់លើកឡើងដែរឬអត់នៅក្នុងសៀវភៅ The Next 5000 Days ដែលខ្ញុំបាទលើកមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះជាស្នាដៃនិពន្ធមួយទៀតដែលនិយាយពីពិភពលោកនៅ5000ថ្ងៃក្រោយថាតើវាអាចនឹងទៅជាយ៉ាងណាហេតុអ្វីបានជា5000ថ្ងៃតើតួលេខនេះបានមកពីណា5000ថ្ងៃបើគិតទៅវាស្មើនឹង13ឆ្នាំជាងដែលនោះបើតាម KK លើកឡើងវាជារយៈពេលមួយដែលបច្ចេកវិទ្យាថ្មីត្រូវចូលខ្លួនមកជំនួសបច្ចេកវិទ្យាចាស់អ៊ីនធឺណិតតាំងពីចាប់រកឃើញដំបូងរហូតដល់មានការប្រើប្រាស់ទូលំទូលាយត្រូវប្រើប្រាស់ពេលជាង5000ថ្ងៃនេះគេហៅថាបដិវត្តន៍បច្ចេកវិទ្យាលើកទី1ហើយតួអង្គដែលសំខាន់ជាងគេដែលចូលមកកែប្រែជីវិតរស់នៅរបស់មនុស្សនៅសម័យនោះគឺម៉ាស៊ីនកុំព្យូទ័រដែលយើងអាចហៅដំណាក់កាលនេះថាជាបច្ចេកវិទ្យា 1.0 ឬ Web 1បណ្ដាញសង្គមតាំងពីចាប់ផ្ដើមដំបូងរហូតដល់មានការប្រើប្រាស់ទូលំទូលាយក៏ប្រើពេលប្រមាណជាង5000ថ្ងៃដែរនៅសម័យនេះតួអង្គដែលសំខាន់ជាងគេគឺទូរស័ព្ទ Smartphone ដែលយើងស្ថិតក្នុងបច្ចេកវិទ្យា 2.0 ឬអាចហៅម្យ៉ាងទៀតថា Web 2ចុះនៅ5000ថ្ងៃទៅមុខទៀតបដិវត្តន៍បច្ចេកវិទ្យា 3.0 ឬ Web 3រំលេចខ្លួនឡើងក្នុងជីវិតរស់នៅរបស់មនុស្សលោកក្នុងរូបភាពបែបណានោះយើងមកស្ដាប់ការព្យាករណ៍របស់ KK ទៅលើអ្វីដែលកើតឡើងចំពោះពិភពលោកនៅ5000ថ្ងៃទៅមុខទៀតតទៅនេះយើងមកធ្វើការបែងចែកខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះជា3ផ្នែកផ្នែកទី1យើងមកមើលថាបច្ចេកវិទ្យាបែបណាដែលនឹងចូលមកកែប្រែការរស់នៅរបស់យើងហើយបង្កើតឲ្យមានបដិវត្តន៍បច្ចេកវិទ្យាលើកទី3នេះផ្នែកទី2បើសិនជាការព្យាករណ៍របស់អ្នកនិពន្ធពិតជាត្រឹមត្រូវមែនតើបដិវត្តន៍បច្ចេកវិទ្យាថ្មីនេះអាចធ្វើការកែប្រែពិភពលោកបានដោយរបៀបណានិងផ្នែកចុងក្រោយយើងមកឆ្លៀតរៀនសូត្រពី Kevin Kelly ពីរបៀបព្យាករណ៍អនាគតរបស់គាត់ដំបូងយើងមកមើលផ្នែកទី1តើបច្ចេកវិទ្យាបែបណាដែលអាចធ្វើបដិវត្តន៍បច្ចេកវិទ្យាលើកទី3នេះបានអ្នកនិពន្ធយល់ថារាល់ពេលដែលមានបច្ចេកវិទ្យាថ្មីចូលមកម្ដងតែងតែលេចចេញនូវឧបករណ៍ថ្មីមួយដែលមិនធ្លាប់មានទេពីមុនមកដូចជានៅសម័យអ៊ីនធឺណិតឧបករណ៍សំខាន់គឺកុំព្យូទ័រសម័យបណ្ដាញសង្គមឧបករណ៍សំខាន់គឺទូរស័ព្ទ Smartphone ចុះ5000ថ្ងៃទៅមុខទៀតជាអ្វីទៅតាមការព្យាករណ៍របស់ KK គាត់បានលើកឡើងថាតួអង្គសំខាន់ជាងគេនៅសម័យ Web 3.0 នេះគឺវ៉ែនតាឆ្លាតវៃឬ Smart Glasses វ៉ែនតាឆ្លាតវៃគឺជាឧបករណ៍សំខាន់មួយដែលយើងត្រូវការសម្រាប់ចូលទៅកាន់ពិភពសិប្បនិម្មិតមួយដែលគេហៅថា Virtual Reality ឬហៅថា VR យើងនៅចាំបានថានៅឆ្នាំ2013 Google ក៏បានបង្កើតឧបករណ៍នេះដែរដោយឲ្យឈ្មោះថា Google Glasses Explorer Edition បើយើងមើលត្រឡប់មកវិញកុំព្យូទ័របាននាំយើងឲ្យចេះប្រើអ៊ីនធឺណិតតាមរយៈកញ្ចក់អេក្រង់18អ៊ីងទូរស័ព្ទ Smartphone បាននាំយើងចូលទៅក្នុងពិភពនេះកាន់តែស៊ីជម្រៅ
និងពិភពលោកចាប់ផ្ដើមតូចទៅគេបាននាំយើងចូលក្នុងពិភពអ៊ីនធឺណិតពេលណាក៏បានកន្លែងណាក៏បានពីក្នុងឧបករណ៍តូចច្រឡឹងដាក់ក្នុងហៅប៉ៅរបស់យើងបាននោះគឺទូរស័ព្ទ smartphone ដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃនេះរីឯវ៉ែនតាឆ្លាតវៃវាកាន់តែធ្វើឲ្យអេក្រង់នេះកាន់តែតូចនិងអាចនាំអ្នកទៅកាន់ពិភពមួយផ្សេងទៀតបានភ្លាមគ្រាន់តែពាក់វានៅលើភ្នែកតើវ៉ែនតាឆ្លាតវៃនេះពិតជាឧបករណ៍ដ៏សំខាន់មួយជំរុញឲ្យមានបដិវត្តបច្ចេកវិទ្យាលើកទី3មែនឬយ៉ាងណាដើម្បីឲ្យវ៉ែនតាឆ្លាតវៃនេះអាចបញ្ចេញសមត្ថភាពរបស់ខ្លួនគ្រប់គ្រាន់ក្នុងការធ្វើបដិវត្តបច្ចេកវិទ្យាថ្មីនិងអាចកែប្រែពិភពលោកយើងបានម្ដងទៀតយើងត្រូវការផ្ទាំងទស្សនីយភាពដ៏កម្រមួយទៀតនោះគឺពិភពសិប្បនិម្មិតឬ VR បច្ចេកវិទ្យានេះនឹងធ្វើឲ្យអ្វីៗដែលមានស្រាប់នៅក្នុងលោកឬអ្វីដែលគេអាចនឹកឃើញយកមកដាក់ក្នុងពិភពមួយដែលយើងគ្រប់គ្នាអាចចូលទៅបានដោយគ្រាន់តែពាក់វ៉ែនតា VR របស់យើង KK និយាយថានៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះអ្វីគ្រប់យ៉ាងមាននៅក្នុងពិភពលោកខាងក្រៅនឹងត្រូវបានគេថតទុកនិងដាក់បញ្ចូលក្នុងពិភពសិប្បនិម្មិតនេះហើយយើងនឹងធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយអ្នកណាក៏បាននៅក្នុងលោកតាមរយៈពិភពសិប្បនិម្មិតមួយនេះយើងអាចទៅដល់កន្លែងណាក៏បានជួបអ្នកណាក៏បានធ្វើរឿងអ្វីក៏បានឲ្យតែយើងនឹកឃើញនៅក្នុងពិភពមួយនេះនៅក្នុងសៀវភៅនេះ KK បានលើកឡើងថានៅក្នុងពិភពសិប្បនិម្មិតអ្វីគ្រប់យ៉ាងសុទ្ធតែអាចកើតមានឡើងវាជាពិភពមួយទៀតដែលដើរស្របគ្នាទៅនឹងពិភពលោកដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះហើយអ្វីដែលអស្ចារ្យជាងនេះនោះយើងអាចខាសារដើមឡើងវិញនៅអ្វីដែលយើងបានឃើញដូចជាអ្នកខាវីដេអូថយក្រោយនៅក្នុងទូរស័ព្ទដៃរបស់អ្នកអញ្ចឹងដែរអ្នកអាចទៅដល់កន្លែងមួយហើយពាក់វ៉ែនតា VR នេះហើយនិយាយប្រាប់វាថាខ្ញុំចង់មើលកន្លែងនេះកាលពីជាង100ឆ្នាំមុនវានឹងនាំអ្នកទៅកាន់ជាង100ឆ្នាំមុនពេលអបសុកអ្នកអាចជួបអង្គុយនិយាយគ្នាលេងជាមួយស្ដេចតារាចម្រៀងប៉ុប Michael Jackson ដោយផ្ទាល់បានមុនពេលទិញសម្លៀកបំពាក់អ្នកអាចមើលខ្លួនឯងសិនថាពាក់ទៅវាសមឬអត់ពណ៌នេះវាស៊ីជាមួយសម្បករបស់អ្នកដែរឬអត់លើសពីនេះអ្នកអាចពាក់វ៉ែនតា VR ដើរចូលក្នុងផ្ទះក្នុងក្តីស្រមៃរបស់អ្នកទោះបីជាគេមិនទាន់សាងសង់ហើយក៏ដោយតែការដាក់ពិភពលោកទាំងមូលចូលក្នុងវ៉ែនតាតូចមួយបែបនេះមិនមែនជាកិច្ចការតូចតាចនោះទេទាល់តែមានការចូលរួមពីមនុស្សគ្រប់គ្នានៅក្នុងលោកបើសិនជាយើងចង់ឲ្យពិភពលោកទាំងមូលចូលក្នុងកញ្ចក់វ៉ែនតា VR របស់យើងហើយយើងចង់ចូលទៅមើលពិភពលោកគ្រប់ទីកន្លែងតាំងពីជ្រលងដងអូព្រៃភ្នំកន្លែងកម្សាន្តនានាជុំវិញពិភពលោកដោយមិនចាំបាច់ចេញពីផ្ទះតើវាអាចទៅរួចឬទេអ្នកនិពន្ធនិយាយថាប្រកាសជាបានហើយវាអស្ចារ្យជាងអ្វីដែលអ្នកគិតទៅទៀតតាមពិតពេលនេះយើងក៏អាចធ្វើបានដែរអ្នកអាចសាកល្បងចូលទៅកាន់ Google Earth ហើយវាយបញ្ចូលអាសយដ្ឋានគេហដ្ឋានរបស់អ្នកក៏អាចមើលឃើញដំបូលផ្ទះរបស់អ្នកបានភ្លាមដែរតែរបស់មួយអាចធ្វើការកែប្រែពិភពលោកបានឬអត់អាចធ្វើឲ្យមានបដិវត្តបច្ចេកវិទ្យាថ្មីឬអត់តើតែត្រូវបំពេញលក្ខខណ្ឌពីរយ៉ាងគឺប្រតិកម្មទាន់ពេលនិងមានការប្រើប្រាស់ទូលំទូលាយលក្ខខណ្ឌទាំងពីរនេះស្ដាប់ទៅហាក់បីដូចជាពិបាកយល់បន្តិចតោះយើងនាំគ្នាមកត្រឡប់ក្រោយបន្តិចមើលពីលក្ខខណ្ឌទាំងពីរនេះនៅក្នុងបដិវត្តព័ត៌មានវិទ្យាទាំងពីរលើកមុននេះអ៊ីនធឺណិតអាចមានការរីកចម្រើនបានអាចកែប្រែពិភពលោកបានដោយសារតែវាមានសមត្ថភាពក្នុងការចែករំលែកព័ត៌មានបានលឿននិងទូលំទូលាយនៅមុនពេលដែលលេចចេញនៅបច្ចេកវិទ្យាអ៊ីនធឺណិតរឿងទាំងពីរនេះសុទ្ធតែជារឿងដែលពិបាកទៅរួចនៅពេលគ្មានអ៊ីនធឺណិតព័ត៌មានមិនត្រូវបានគេចែករំលែកទូលំទូលាយបាននោះទេនៅក្នុងសម័យណាក៏ដោយរឿងបែបនេះមិនដែលកើតមានទេនៅក្នុងប្រវត្តិសាស្ត្រមេក្រូបានគ្រាន់តែបញ្ជូនសម្លេងទៅកាន់មនុស្សក្នុងតំបន់តែទូរស័ព្ទអាចធ្វើឲ្យអ្នកបញ្ជូនសម្លេងឆ្លងទ្វីបក៏ពិតមែនតែក្រោយពេលមានអ៊ីនធឺណិតអ្នកអាចប្រមូលនិងបញ្ជូនព័ត៌មានជុំវិញពិភពលោកបានទូលំទូលាយជាងមុនមនុស្សចាប់ផ្ដើមមានភ្នែកទិព្វត្រចៀកទិព្វមាត់ទិព្វកាលពីសម័យមុនមិនថាអ្នកជាមនុស្សម្នាក់អស្ចារ្យប៉ុណ្ណានោះទេស្គាល់មេឃស្គាល់ដីស្គាល់ភូមិសាស្ត្រយ៉ាងណាក៏ដោយក៏គេមិនអាចដឹងបានដែរថាពងមាន់នៅប្រទេសនេប៉ាល់មួយគ្រាប់គេលក់ក្នុងតម្លៃប្រមាណដែរលុះត្រាតែគាត់ធ្លាប់រស់នៅទីនោះតែនៅពេលមានវត្តមានអ៊ីនធឺណិតអ្នកអាចស្វែងរកព័ត៌មាននេះបានត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះហើយគ្រប់គ្នាសុទ្ធតែអាចធ្វើវាបានអ្នកអាចធ្វើការសាកល្បងបានខ្ញុំបាន search Google បន្តិចឃើញថាតម្លៃពងមាន់1ឡូ12គ្រាប់នៅប្រទេសនេប៉ាល់គឺស្មើនឹង244រូប៊ីប្រហែលនឹង$3អាមេរិកសូម្បីតែព័ត៌មានតូចតាចប៉ុណ្ណេះក៏យើងអាចរកឃើញបានដែរ
ចុះទម្រាំព័ត៌មានឬចំណេះដឹងផ្សេងដែលមាននៅគ្រប់ទិសទីជុំវិញពិភពលោកគឺសុទ្ធតែត្រូវបានគេចែករំលែកនៅក្នុងបណ្ដាញអ៊ីនធឺណិតទាំងអស់នេះហើយជាហេតុដែលធ្វើឲ្យអ៊ីនធឺណិតក្លាយជាបដិវត្តព័ត៌មានវិទ្យាលើកទី1គឺដោយសារតែវាបានបំពេញនូវលក្ខខណ្ឌទាំងពីរខាងលើនេះគឺចែករំលែកព័ត៌មានបានលឿននិងមានការប្រើប្រាស់ទូលំទូលាយចំណែកឯការប្រសពគ្នារវាងទូរស័ព្ទ smartphone និងបណ្ដាញសង្គមក៏បានបំពេញនូវលក្ខខណ្ឌទាំងពីរនេះដែរវាអាចក្លាយជាបដិវត្តព័ត៌មានវិទ្យាលើកទី2ដោយសារតែវាអាចធ្វើឲ្យមនុស្សធ្វើការទំនាក់ទំនងគ្នាបានទូលំទូលាយកាលពីមុនមានវត្តមានទូរស័ព្ទ smartphone និងបណ្ដាញទំនាក់ទំនងសង្គមការទំនាក់ទំនងគ្នាក៏ជាបញ្ហាមួយដែរចង់ផ្ញើសារទៅអ្នកណាម្នាក់ត្រូវផ្ញើសម្បត្តិតាមប្រៃសណីយ៍រាប់ខែទើបគេទទួលបានសារចង់ឃើញមុខអ្នកណាម្នាក់ត្រូវធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទើបអាចឃើញមុខគ្នាបានវត្តមាននៃបណ្ដាញសង្គមនិងទូរស័ព្ទ smartphone ក៏បានដោះស្រាយបញ្ហាទាំងនេះចង់ឮសំឡេងចង់ឃើញមុខអ្នកណាម្នាក់លើកទូរស័ព្ទ video call ទៅគេភ្លាមចង់ស្គាល់អ្នកណាម្នាក់ដែលអ្នកមិនធ្លាប់ស្គាល់ពីមុនគ្រាន់តែចូល search តែប៉ុន្មានជំហានក៏អាចស្វែងរកគេឃើញបានដែរទោះបីជាគម្លាតអ្នកនឹងគេឆ្ងាយប៉ុណ្ណាក៏ដោយចុះមកមើលបដិវត្តព័ត៌មានវិទ្យាលើកទី3នេះវិញវ៉ែនតាឆ្លាតវៃគូផ្សំនឹងពិភពសិប្បនិម្មិតអាចធ្វើការផ្លាស់ប្ដូរពិភពលោកនេះម្ដងទៀតបានដែរឬទេ KK បានលើកឡើងថារបបកំហើញថ្មីលើកនេះនឹងអាចជួយមនុស្សសម្រួលការងារបានមួយផ្នែកធំនិងទូលំទូលាយជាងមុនអ្វីត្បិតតែយើងមានកុំព្យូទ័រទូរស័ព្ទ smartphone អ៊ីនធឺណិតនិងបណ្ដាញសង្គមដែលបានដោះស្រាយបញ្ហាស្វែងរកព័ត៌មាននិងទំនាក់ទំនងហើយក៏ដោយតែការសម្រួលដល់ការងារប្រចាំថ្ងៃមិនទាន់មានអ្វីធ្វើការផ្លាស់ប្ដូរធំធេងនៅឡើយទេអ្នកនិពន្ធយល់ថាបច្ចេកវិទ្យាថ្មីនេះនឹងចូលខ្លួនមកដោះស្រាយបញ្ហាទាំងនេះបើសិនជាអ្នកធ្វើការក្នុង office អ្នកប្រកាសជាយល់ហើយថាអ្វីត្បិតតែបច្ចេកវិទ្យាជាច្រើនត្រូវបានគេបង្កើតឡើងដើម្បីសម្រួលដល់ប្រសិទ្ធភាពការងារបានច្រើនជាងមុនហើយក៏ដោយដូចជាអ្នកអាចចែករំលែកឯកសាររវាងក្រុមការងារងាយស្រួលជាងមុនអ្នកអាចប្រជុំជាមួយក្រុមការងារតាមរយៈវីដេអូតែនៅតែមានអារម្មណ៍ថាប្រសិទ្ធភាពការងារមិនល្អដូចជួបនិយាយគ្នាផ្ទាល់នោះទេរឿងខ្លះបើជួបនិយាយផ្ទាល់តែពីបិមាត់គឺនិយាយគ្នារួចរាល់ហើយតែបើយកទៅប្រជុំអនឡាញវិញកន្លះថ្ងៃនៅនិយាយគ្នាមិនទាន់ច្បាស់ដដែលហើយបើសិនជាមនុស្សកាន់តែច្រើនប្រសិទ្ធភាពការងារនឹងកាន់តែធ្លាក់ចុះនៅក្នុងសៀវភៅនេះបានលើកឡើងនៅឧទាហរណ៍មួយនេះ website ព័ត៌មានសង្គម Reddit បានធ្វើកម្មវិធីពិសោធន៍មួយដោយបានប្រមូលអ្នកលេងអ៊ីនធឺណិតរាប់លាននាក់មកធ្វើការគូរគំនូររួមគ្នាមួយផ្ទាំងដែលមនុស្សម្នាក់ស្មើនឹងចំណុចមួយហើយយកចំណុចទាំងរាប់លាននោះមកផ្គុំគ្នាឲ្យចេញជារូបភាពតែចុងក្រោយការងារនេះមិនអាចសម្រេចទៅរួចបានទេដោយសារតែមានការចូលរួមពីមនុស្សច្រើនពេកតែនៅក្នុងសៀវភៅនេះ KK បានធ្វើការព្យាករណ៍ថាឧបករណ៍វ៉ែនតាឆ្លាតវៃគូផ្សំនឹងពិភពសិប្បនិម្មិតនេះអាចធ្វើឲ្យមនុស្សរាប់លាននាក់ចូលរួមធ្វើការជាមួយគ្នាបានហេតុអ្វីបានជាមានអ៊ីនធឺណិតហើយក៏មានវីដេអូប្រជុំអនឡាញហើយតែបែរជាយើងមិនអាចធ្វើការទំនាក់ទំនងគ្នាឲ្យមានប្រសិទ្ធភាពជាងមុនបាននេះដោយសារតែយើងអាចចែករំលែកចំណេះដឹងនិងព័ត៌មានបានពិតមែនតែយើងមិនអាចធ្វើការប្រស្រ័យទាក់ទងគ្នាដោយដែលយើងជួបគ្នានៅខាងក្រៅបានទេពិភពសិប្បនិម្មិតនេះបច្ចុប្បន្នអ្នកក៏អាចសាកល្បងប្រើវាបានដែរដោយគ្រាន់តែពាក់វ៉ែនតាឆ្លាតវៃនេះអ្នកក៏អាចដើរចូលក្នុងពិភពមួយផ្សេងទៀតហើយធ្វើទំនាក់ទំនងជាមួយមិត្តភ័ក្តិមិត្តរួមការងារធ្វើការនិងកម្សាន្តលេងជាមួយគ្នាបានដែរគ្រាន់តែពេលនេះវាត្រូវបានគេប្រើប្រាស់តែក្នុងវិស័យកម្សាន្តនិងមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យផ្សេងទៀតហើយអ្នកចូលរួមបង្កើតទិន្នន័យផ្ទាំងទស្សនីយភាពទាំងនោះនៅមិនទាន់សម្បូរបែបនៅឡើយតម្លៃវ៉ែនតាឆ្លាតវៃក៏នៅថ្លៃមុខងារក៏មិនទាន់ល្អឥតខ្ចោះសម្រាប់គ្រប់គ្នាប្រើដែរតែកុំបារម្ភ10-20ឆ្នាំទៅមុខទៀតបច្ចេកវិទ្យានេះនឹងត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងវិស័យផ្សេងៗទៀតដូចជាអប់រំសុខាភិបាលជាដើមគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់វាបានប្រៀបដូចជាយើងមានទូរស័ព្ទ smartphone ប្រើប្រាស់គ្រប់ដៃនៅពេលនេះអញ្ចឹងដែរនេះជាសូតិធិនិយមមួយរបស់អ្នកនិពន្ធដែលជឿជាក់ថានឹងមានកើតឡើងនៅក្នុងពេលអនាគតដ៏ឆាប់ៗខាងមុខនេះតទៅនេះយើងមកមើលបន្តទៀតថាតើបច្ចេកវិទ្យាថ្មីនេះនឹងនាំមកនូវការផ្លាស់ប្ដូរអ្វីខ្លះក្នុងពិភពពាណិជ្ជកម្ម KK បានធ្វើការទូទាយថាគំរូអាជីវកម្មក្នុងយុគសម័យព័ត៌មានវិទ្យា 3.0 ដែលពឹងផ្អែកខ្លាំងទៅលើពិភពសិប្បនិម្មិតនិងវ៉ែនតាឆ្លាតវៃនេះមិនខុសគ្នាឆ្ងាយពីសម័យអ៊ីនធឺណិតនិងបណ្ដាញសង្គមដូចសពថ្ងៃនេះប៉ុន្មានទេ
ក្រុមហ៊ុនធំៗនឹងនៅតែជាអ្នកដែលនាំមុខគេនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាសម្រួលដល់ការវិវត្តនៃបច្ចេកវិទ្យានេះហើយគេនឹងចាប់ផ្ដើមបង្កើតប្រាក់ចំណូលដែលតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់ប្រចាំខែឬក៏ឆ្នាំដោយដែលយើងបង់ថ្លៃអ៊ីនធឺណិតនិងបញ្ចូលកាតទូរស័ព្ទប្រើប្រាស់នៅពេលនេះអញ្ចឹងដែរបន្តមកទៀតធុរកិច្ចបង្កើតថ្មីនិងគំរូអាជីវកម្មថ្មីនឹងចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់សាកស្រមៃទៅមើលបច្ចុប្បន្ននេះយើងមានរថយន្តបើកបរដោយគ្មានមនុស្សទៅហើយក្រុមហ៊ុន Tesla, Google ជាដើមអាចផលិតរថយន្តដោយមិនចាំបាច់មានអ្នកបើកអ្នកអាចអង្គុយក្នុងរថយន្តមើលរឿងភាពយន្តលេងហ្គេមជាមួយមិត្តភ័ក្តិដោយមិនចាំបាច់ប្រើដៃកាន់ចង្កូតឡាននោះឡើយរថយន្តរបស់អ្នកនឹងក្លាយជាលំហមួយដែលអាចឲ្យអ្នកធ្វើរឿងបានជាច្រើនដែលពេលនេះយើងមិនអាចនឹកស្មានដល់ឡើយមិនខុសគ្នាកាលពីជាង100ឆ្នាំមុនលោកតាលោកយាយទួតរបស់យើងក៏នឹកស្មានមិនដល់ដែរថា100ឆ្នាំក្រោយនៅឆ្នាំ2023នេះរថយន្តអាចបើកបរដោយខ្លួនឯងបានដោយមិនចាំបាច់មានម្ចាស់អ្នកថាទៅមើលតើ100ឆ្នាំក្រោយទៀតអាចនឹងមានរឿងរ៉ាវនឹកស្មានមិនដល់ណាខ្លះកើតឡើងចំពោះយើងលើពីនេះ KK ក៏បានព្យាករណ៍ថានៅពេលនោះតម្រូវការទិន្នន័យនឹងមានការកើនឡើងនៅថ្ងៃអនាគតនឹងលេចចេញនូវក្រុមហ៊ុននិងធុរកិច្ចបង្កើតថ្មីជាច្រើនដែលធ្វើការប្រម៉ែប្រមូលគ្រប់គ្រងនិងរក្សាទិន្នន័យព្រោះការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនធ្វើឲ្យចំណាយពេលវេលានិងថវិកាច្រើនដូច្នេះមនុស្សគ្រប់គ្នាត្រូវការក្រុមហ៊ុនឯកជនដែលផ្ដល់សេវាកម្មគ្រប់គ្រងនិងចាត់ចែងទិន្នន័យជំនួសពួកគេពេលនោះទិន្នន័យនឹងក្លាយជាធនធានមួយដ៏សំខាន់ដូចជាប្រេងនិងភ្លើងអគ្គិសនីយ៉ាងចឹងដែរគ្រប់គ្នាសុទ្ធតែត្រូវការវាម្យ៉ាងវិញទៀតនៅក្នុងសម័យថ្មីនេះក្រុមហ៊ុនដែលអាចមានឥទ្ធិពលខ្លាំងនិងទទួលបានភាពជោគជ័យមិនប្រកាសថាជាក្រុមហ៊ុនធំនៅសម័យនេះនោះទេដូចជាក្នុងសម័យកុំព្យូទ័រយើងមានក្រុមហ៊ុន IBM នៅក្នុងសម័យអ៊ីនធឺណិតយើងមានក្រុមហ៊ុន Microsoft នៅក្នុងសម័យបណ្ដាញសង្គមយើងមាន Google, Facebook ជាដើមហើយទូរស័ព្ទ Smartphone យើងមានក្រុមហ៊ុន Apple, Samsung ជាដើមឡើយតែក្រុមហ៊ុនដែលជោគជ័យនៅសម័យថ្មីខាងមុខនេះអាចជាក្រុមហ៊ុនតូចដែលអ្នកទាំងអស់គ្នាមិនធ្លាប់សូម្បីតែឮឈ្មោះពីមុនមកនិយាយចប់ពីការព្យាករណ៍ទៅលើការរីកចម្រើននិងនិន្នាការបច្ចេកវិទ្យារួចហើយយើងនាំគ្នាមកមើលពីវិធីក្នុងការគិតរបស់ Kevin Kelly វិញម្ដងព្រោះអ្វីដែលគាត់បានព្យាករណ៍នៅក្នុងសៀវភៅនេះវាបានកើតឡើងបណ្ដើរទៅហើយយើងពិតជាចង់ដឹងថាហេតុអ្វីបានជាគាត់មានសមត្ថភាពក្នុងការវិនិច្ឆ័យនិងព្យាករណ៍ពីការរីកចម្រើននៃបច្ចេកវិទ្យាទាំងនេះបានតើយើងអាចឆ្លៀតរៀនបានអ្វីខ្លះពីគាត់ KK លើកឡើងថាខ្ញុំឧស្សាហ៍សួរខ្លួនឯងតើវិទ្យាសាស្ត្រត្រូវការអ្វីគាត់ជឿថាវិធីសាស្ត្រក៏មានវិញ្ញាណរបស់វាដែរវាប្រកាសជាមានអ្វីដែលវាចង់បានផែនដីនិងសង្គមដែលយើងរស់នៅមានការវិវត្តរាប់លានឆ្នាំមកនេះប្រកាសជាមានច្បាប់និងវដ្តជីវិតរបស់វាហើយចំពោះវដ្តនៃការវិវត្តនេះយើងទាំងអស់គ្នាក៏កំពុងតែស្វែងរកដែរតែ KK បង្ហាញទស្សនៈថាទិសដៅធំនៃការវិវត្តនៃបច្ចេកវិទ្យាគឺជារឿងដែលបានកំណត់រួចទៅហើយគ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះវានឹងលេចរូបរាងឡើងគ្រាន់តែមិនដឹងថាពេលណាវាប្រៀបដូចជាផ្លូវរថយន្តក្រុងដែលគេកំណត់រួចហើយយ៉ាងអញ្ចឹងជិះទៅតាមផ្លូវណាទិសដៅពីណាទៅណាត្រូវបានគេកំណត់រួចហើយគ្រាន់តែត្រូវកំណត់ថាត្រូវចេញដំណើរពេលណាជិះលឿនឬក៏ជិះយឺតប៉ុណ្ណោះប៉ុន្តែទោះបីជារថយន្តក្រុងមួយនេះអ្នកណាជាអ្នកបើកក៏ដោយឲ្យតែដល់ចំណតត្រូវតែឈប់ត្រង់ចំណុចនេះគាត់ចង់បង្ហាញថាទិសដៅធំនៃការវិវត្តបច្ចេកវិទ្យាមិនមានការប្រែប្រួលឡើយបដិវត្តបច្ចេកវិទ្យាថ្មីនឹងលេចរូបរាងរៀងរាល់ 4-10 ឆ្នាំម្ដងហើយរាល់របបកំហើញធំសុទ្ធតែកើតឡើងដោយមានមូលដ្ឋានរបស់វារៀងខ្លួនដូចជាមុននឹងមានអ៊ីនធឺណិតត្រូវតែមានកុំព្យូទ័រមុននឹងមានបណ្ដាញសង្គមត្រូវតែមានទូរស័ព្ទ Smartphone និងបណ្ដាញអ៊ីនធឺណិតដើរលឿនមុននឹងមាន ChatGPT ត្រូវតែមាន Big Data ជាដើមជាពិសេសប្រហែលឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាថ្មីត្រូវបានគេណែនាំនិងប្រើប្រាស់ស្ទើរគ្រប់វិស័យយុគសម័យបច្ចេកវិទ្យាជំនាន់ 3.0 ឬយើងនិយាយម្យ៉ាងទៀតថាជាសម័យ Web 3 គេចាប់ផ្ដើមទទួលស្គាល់ថាមានវត្តមានតាំងពីឆ្នាំ2009មកម្លេះហើយចាប់ផ្ដើមមានគេទទួលស្គាល់ទូលំទូលាយចាប់តាំងពីគេបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យឯករាជ្យមួយដែលគេហៅថា Blockchain ហើយនៅក្នុងបច្ចេកវិទ្យាថ្មីនេះគេឃើញមានផលិតផលដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុគឺរូបិយវត្ថុ Digital មួយប្រភេទដែលគេហៅថា Bitcoin មួយវិញទៀតប
បច្ចេកវិទ្យា AI ត្រូវបានគេឃើញមានវត្តមាននៅលើវិស័យមួយចំនួននៅជុំវិញខ្លួនយើងទៅហើយដូចជាការបើកបរស្វ័យប្រវត្តិដោយមិនចាំបាច់មានមនុស្សបើកមនុស្សយន្ត Sophia ដែលគេអាចនិយាយឆ្លើយឆ្លងនិងបង្ហាញទឹកមុខស្ទើរដូចមនុស្សទាំងស្រុង ChatGPT ដែលថ្មីៗនេះកំពុងតែមានភាពល្បីល្បាញខ្លាំងជុំវិញពិភពលោកដែលគេអាចផ្ដល់ព័ត៌មានសរសេរអត្ថបទនិងជជែកជាមួយអ្នកដូចជាអ្នកមានជំនួយការម្នាក់ដែលដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងលោកយ៉ាងអញ្ចឹងអ្នកអាចសួរគេអ្វីក៏បានវាខុសពី Google ដែលគ្រាន់តែយកព័ត៌មានដែលមានស្រាប់នៅលើអ៊ីនធឺណិតមកបង្ហាញជាលទ្ធផលនៅចំពោះមុខអ្នករីឯ ChatGPT វិញគឺគិតជំនួសអ្នកហើយបង្ហាញតែចម្លើយល្អជាងគេបំផុតមួយដែលអ្នកចង់បានប៉ុណ្ណោះខាងលើនេះជាខ្លឹមសារសំខាន់ដែលយើងដកស្រង់ចេញពីសៀវភៅពិភពលោក 5000 ថ្ងៃក្រោយដែលនៅក្នុងសៀវភៅនេះអ្នកនិពន្ធ Kevin Kelly បានធ្វើការបង្ហាញនូវសុតិធិនិយមយ៉ាងខ្លាំងចំពោះការរីកចម្រើននៃបច្ចេកវិទ្យានៅប៉ុន្មានឆ្នាំបន្ទាប់នេះប្រហែលជាខុសគ្នាពីការយកឃើញរបស់មនុស្សភាគច្រើនដែលមិនមានការរំពឹងខ្ពស់ឬក៏មានការព្រួយបារម្ភភ័យខ្លាចថាបច្ចេកវិទ្យាអាចនឹងបំផ្លាញមនុស្សជាតិឬធ្វើការគំរាមកំហែងទៅកាន់ផែនដីទាំងមូលដោយករណីនៃការរីកចម្រើននៃបច្ចេកវិទ្យា AI យ៉ាងអញ្ចឹងអ្នកខ្លះយល់ថា AI គ្រាន់តែជាឧបករណ៍មួយដូចជាទូរស័ព្ទដូចកុំព្យូទ័ររបស់យើងដែរប្រើវាឲ្យធ្វើអ្វីវានឹងធ្វើនឹងតែអ្នកខ្លះយល់ថា AI ពិតជាគ្រោះថ្នាក់ណាស់នៅពេលណាដែលខួរក្បាលនិងសមត្ថភាពក្នុងការវិភាគទិន្នន័យរបស់វាខ្លាំងដល់ចំណុចមួយវានឹងមានគ្រោះថ្នាក់និងអាចគំរាមកំហែងដល់មនុស្សលោកយើងទទួលស្គាល់ថានៅប្រមាណជាង200ឆ្នាំចុងក្រោយនេះពិភពលោកមានសន្ទុះនៃការរីកចម្រើនខ្លាំងតែការរីកចម្រើនការអភិវឌ្ឍអ្វីមួយតែងតែនាំនៅផលវិបាកល្អនិងអាក្រក់មកជាមួយគ្នាជាក់ជាមិនខានតែអ្វីដែលសំខាន់យើងត្រូវតែមានស្មារតីក្នុងការរៀនសូត្ររៀនទទួលយកនៅអ្វីដែលថ្មីនិងអនុញ្ញាតឲ្យវាកើតឡើងក្នុងជីវិតរស់នៅរបស់យើងរៀនមើលទៅលើដំណើរនៃការវិវត្តនៃរបបកំហុសថ្មីនិងមានសុតិធិនិយមជាប់ជានិច្ចដោយអ្នកនិពន្ធយើងយ៉ាងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់អានសៀវភៅនេះទាំងស្រុងអ្នកអាចរកទិញបាននៅលើ website នានាដែលសៀវភៅនេះមានចំណងជើងដើមថា The Next 5000 Days នៅសប្តាហ៍បន្ទាប់យើងនឹងលើកយកនៅស្នាដៃនិពន្ធដំបូងគេរបស់ Kevin Kelly ដែលមានចំណងជើងថា Out of Control មកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ